អារីថ្ងៃនេះពូសុំមកនិយាយពីគុណវិបត្តិនៃស្នេហាឲ្យអារីបានយល់អារីស្ដាប់យល់ហើយគួរតែឈប់តាក់ទងអាម្នាក់នោះទេមែនហើយពួកពូទាំងពីរនាក់ខំប្រឹងប្រែងស្រាវជ្រាវខ្លាំងណាស់ដើម្បីយកមកធ្វើបទបង្ហាញជូនអារីនៅក្នុងថ្ងៃនេះទី1ស្នេហាគឺជាឧបសគ្គអ្នកដែលមានគោលដៅច្បាស់លាស់ក្នុងជីវិតគេអាចគិតរឿងស្នេហាណាទី2ស្នេហាប្រឈមនឹងការឈឺចាប់បាត់បង់ធនធានមនុស្សនៅពេលដែលមនុស្សបែកបាក់ស្នេហាមនុស្សអាចនឹងគិតខ្លីទៅសម្រាប់ខ្លួនទី3ស្នេហាធ្វើឲ្យពិភពលោកកាន់កម្ដៅជាពិសេសកម្ដៅក្នុងខ្លួនឧទាហរណ៍ស្នេហាបើមានការផិតក្បត់ច្បាស់ជាមានម្នាក់ទៀតក្តៅក្រហល់ខែរស់នៅមិនសុខទេទី4ស្នេហាធ្វើឲ្យមនុស្សចលាចលបាត់បង់ក្តីសុខនៅក្នុងជីវិតនៅពេលដែលអារីមានស្នេហាអារីខ្វាយខ្វល់តែពីរឿងស្នេហាខ្លាចគេក្បត់ខ្លាចគេមានថ្មីអញ្ចឹងនៅខ្លួនមួយដូចពួកពូទៅមានក្តីសុខសឹងអីហ្នឹងទី5ស្នេហាធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះនៅពេលដែលអ្នកមានស្នេហាបែកអារម្មណ៍អត់គិតធ្វើការងារអីទេគិតតែអង្គុយមើលមុខគ្នាគួរឲ្យជ្រិញ